bà dương riêng Java ban pi bay Sabada đã hỏi để dương ai sẽ xây code đôi chia bị xa xí rồi xí và phát ban đôi kia để dương ai tầm nại ca vía ai dương có ai input tên này đôi chia bị xa xí rồi xí và phát chẳng đấy bà vía có ai bằng hai tên này ban đôi kia bà chẳng được bên này để dương cùng phong tay bình chốt tên này rồi biết ní cái how tha ní chỉ cả inputនិង output តាមរយៈ console console ហ្នឹងគឺបែបហ្នឹងបាទបើពួកយើងអត់ជឿពី console ទេពួកយើងប្រហែលជាស្គាល់ពីថា text mode ណានេះជា text mode ដែលអត់មានរូបភាពដែលអត់មានអីទេយើងវាយតាអក្សរបញ្ចូលតាអក្សរមួយវាយតាលេខចឹងទៅបាទនេះជា text mode ណានៅក្នុងភាសា C ឬ C++ គឺធ្វើបានដោយអ្វីដែល Java ធ្វើនេះដូចគ្នាសម្រាប់ text mode តែ Java មិនមែនធ្វើបានត្រឹមតែប៉ុណ្្នឹងទេវាអាចធ្វើបានជា graphic mode ដែលគេហៅថា form ស្ដាប់ហើយមើល slide ណាស្ដាប់ហើយមើល slide បាទវាអាចបង្កើតបានជា text mode ហើយដូចជា C ឬ C++ ដែរហើយវាក៏អាចបង្កើត form បានដូចគ្នាបាទឥឡូវខ្ញុំនឹងបង្កើត form ឲ្យអ្នកទាំងអស់គ្នាមើលចឹងដើម្បីបង្កើត form យើងត្រូវធ្វើដូចម្ដេចខ្ញុំបង្កើត package ថ្មីមួយ right click new យក new Java package ណាឥឡូវខ្ញុំសាកបង្កើត form ឲ្យពួកយើងមើលម្ដងបាទ right click ជ្រើសរើសយក new យក JFrame form បាទហាមយក JDialog ហាមយក JPanel ណាបាទពួកយើងយក JFrame form ណាហ្នឹងហើយនៅក្នុងកុំព្យូទ័ររបស់យើងលំដាប់អាចខុសពីហ្នឹងតែលំដាប់ពួកយើងអាចឃើញ JPanel នៅលើឬក៏ JDialog នៅលើណាហ្នឹងហើយអញ្ចឹងកុំមើលតាមលំដាប់ណាបាទពួកយើងមើលអក្សរបាទយក JFrame form ហាមយកផ្សេងណាបាទនៅពេលដែលពួកយើងយកផ្សេងរ៉ាំមកដើរទេបាទឥឡូវខ្ញុំយក JFrame form មកណាវាមកបង្កើត Java ខ្លះដូចជាពីយើងបង្កើតមុនអញ្ចឹងដូចគ្នាបាទចំណេះឈ្មោះវាថា login បាទខ្ញុំនឹងបង្កើត form login ដល់អ្នកទាំងអស់គ្នាមើលឃើញមួយបាទយើងចុច finish ទៅបាទយើងរងចាំមកបន្ទុះតែវាកំពុងតែ generate form មកយើងនេះបាទវាបង្កើត form មកយើងណាបាទពេលនេះអ្នកទាំងអស់គ្នាមាន palette ចឹងហ៎បាទមានឃើញមាន palette នៅខាងស្ដាំដៃនេះដែលយើងជា interface ដែលយើងទាញតម្លាក់នៅអ្វីដែលយើងចង់ធ្វើបាទណាហ្នឹងហើយតែបើអ្នកទាំងអស់គ្នារក palette នឹងមិនឃើញទេពួកយើងចុចទៅលើ window IDE ចុចទៅលើពាក្យថា palette ណាហ្នឹងហើយហើយបើពួកយើងថាពិបាករកពួកយើងចុច window reset window ទៅអញ្ចឹងវានឹង reset interface ហ្នឹងមកដើមមកយើងវិញប្រកាសជាមានហើយណាបាទអញ្ចឹងយើងអាចចុច run បាន form ហ្នឹងអាចចុច run បានឃើញទេបាទ run ទៅយើងបាន form មួយមកហើយណាបាទ form បាទហើយ form ហ្នឹងអ្នកទាំងអស់នេះអាចបរិចអាចបរួមតាមទំហំដែលយើងចង់បានតែខ្ញុំចង់បានទំហំប៉ុណ្ណេះ run មកបានទំហំប៉ុណ្ណឹងអញ្ចឹងហ៎បាទអញ្ចឹងយើងអាចធ្វើតាមទំហំដែលយើងចង់បានសម្រាប់ form បាទយើងក៏អាច preview បានចុចអាផ្នែកនេះគឺ preview លឿនតែពេលដែលយើង run វាអត់នៅកណ្ដាលទេ run គឺវាចាប់ផ្ដើមចេញពីទីតាំងដែរគៀនលើនេះមកណាហ្នឹងហើយអញ្ចឹងបើក្នុងករណីដែលពួកយើងចង់វានៅកណ្ដាលបាទពួកយើង right click ទៅលើ form ចូលទៅកាន់ property បាទរកពាក្យថា code បាទ click ទៅលើពាក្យថា generate center បាទជា close មកពេលនោះពួកយើង run ទៅ form យើងនឹងផុសនៅកណ្ដាល screen ណាបាទឥឡូវយើងចាប់ផ្ដើម design interface ចូលមកកាន់ palette រកពាក្យថា swing control រកពាក្យថា label ណាបាទជា label ណាជា label ខ្ញុំចាប់ជា label យកមកដាក់ណានេះយើងអាចរិចរួមតាមទំហំដែលយើងចង់បានអញ្ចឹងហ៎បាទណាហើយ right click ជ្រើសរើសពាក្យ edit text ដើម្បីសរសេរអក្សរនៅក្នុងហ្នឹងខ្ញុំដាក់ពាក្យថា user name ពួកយើងសុំមើលសិនខ្ញុំតអាចធ្វើចាំពេលដែលខ្ញុំធ្វើចប់ខ្ញុំនឹងឲ្យពួកយើងធ្វើម្ដងបាទតមកទៀតខ្ញុំទៅទាញរក palette សារទៀតខ្ញុំរកពាក្យ text field ជា text field
ចុចលើវាមកណាបាទពួកយើងមើលគេវាតម្រឹមឲ្យយើងឃើញទេតែបើដាក់ចាក់អត់ស្មើលើនេះដាក់ចាក់ស្មើគ្នាទេដាក់ចឹងទៅវាមានខ្សែត្រឹមឲ្យយើងនេះចុចពីត្រឹមហ្នឹងទៅវាត្រឹមឲ្យយើងណារៀងប្រូរីកវាបាន right click edit text បាទចុច delete text ក្នុងនឹងចុចចឹងហ៎បាទហើយ right click លើ text field ហ្នឹងជ្រើសរើសពាក្យថា change variable name មានន័យថាខ្ញុំដាក់ឈ្មោះឲ្យវាបាទគួរតែដាក់ឈ្មោះឲ្យវាណាខ្ញុំដាក់ឈ្មោះថា TXT username បាទចុចយក TXT username ចុច OK បាទអញ្ចឹងយើងបាន text field ជាកន្លែងអីកន្លែងដែលយើងអាច input ទៅនៅនេះបាទអញ្ចឹងពេលដែលពួកយើងប្រើ form ពួកយើងលែងប្រើ cin ទៀតហើយចាំបាននេះ cin ដែលយើងបង្កើតចេញពី class scanner បាទអានេះគឺសម្រាប់ input console ទេតែដល់ពេល form គឺគេប្រើ text field ដើម្បី input អញ្ចឹងនៅពេលនេះបងប្អូនឯងមិនចាំបាច់បង្កើត object cin នេះទាញតែលាក់មកយើងអាចបញ្ចូលទៅនៃបានតែម្ដងអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើង run នេះយើងអាចបញ្ចូលទៅនៃតាមចិត្តដែលយើងចង់បានណាហ្នឹងហើយបាទឥឡូវខ្ញុំគូទៀតណាឃើញវាមានខ្សែតម្រឹមមកយើងដឹងថាស្មើដឹងថាមិនស្មើណាហើយ click ខ្ញុំដាក់ថា password បាទយើងមាន password field បាទចូលក្នុង palette បាទពួកយើងក៏យក text field ពីព្រោះពេលដែលយើងយក text field user វាយទៅឃើញបែបហ្នឹងណាបាទវាមានមួយទៀតគឺ password field បាទនេះ password field យើងចាប់ password field យកម្នាក់មកហ្នឹងហើយបាទពេលដែលយើងវាយទៅវាឃើញផ្កាយខ្ញុំ right click edit text លុបវាចេញ change variable name ដាក់ឈ្មោះថា TXT password ណាបាទអញ្ចឹងពេលដែលយើង run ទៅណាបាទកន្លែងនេះគឺយើងអាចបញ្ចូលទៅ username បាទបញ្ចូលនៅ password អញ្ចឹងហ៎បាទអា password នេះគឺយើងពួកយើងអត់ដឹងថាខ្ញុំវាយអីទេមែនទេបាទតែទិន្នន័យនេះគឺវារក្សាទុកឲ្យយើងនៅអ្វីដែលយើងបានវាយណាបាទយើងចង់សូវវាក៏បានដែរបាទឥឡូវខ្ញុំនឹងទាញប៊ូតុងមួយទៀតឲ្យយកមក click ឲ្យចុចបានប៊ូតុងយកប៊ូតុងយកមកប្រើដាក់ថា log in បើចុច log in បានណា simply log in ណាបាទយកប៊ូតុងមួយទៀតយកមកណាexit ចាក់ចេញកម្មវិធីយ៉ាងទៅជាឈ្មោះណាជាឈ្មោះប៊ូតុងចឹងយើង run ទៅយើងនឹងឃើញមានប៊ូតុង log in ប៊ូតុង exit តែពេលដែលខ្ញុំចុចអត់ដើរទេមែនទេបាទបានតែដើរបើយើងអត់ទាន់សេកូដផងណាបាទយើងតម្រូវឲ្យយើងចេះសេកូដនៅក្នុងហ្នឹងទើបចុចទៅវាដើរចឹងហ៎បាទសម្រាប់ form យើងអាចចុច view source ដើម្បីមើលកូដវានៅរាល់ដងគឺយើងចុចឃើញកូដវាតម្រង់ចេះមែនទេណាហ្នឹងហើយបាទអ្នកទាំងអស់នេះទៅមើល source កូដវាសាមើលនេះកូដដែលវាសេឲ្យយើងណាបាទ130បន្ទាត់បាទចាំពួកយើងមើលអញ្ចឹងមានន័យថា Java មិនលំបាកទេពេលដែលយើងធ្វើ program ដោយសារតែកលៈទេសៈមួយចំនួនយើងមិនចាំបាច់សរសេរកូដទេគឺយើងអាចមក design អីបានតែជាបំផុតពីការសរសេរកូដទេយល់ទេចឹងជាបំផុតពីការសរសេរកូដតែគាត់ណាសរសេរខ្លះយើង design ខ្លះអត់ដូចជានៅក្នុងភាសា C ខ្លះឬភាសា C ទេតម្រូវឲ្យយើងសរសេរកូដខ្លួនឯងទាំងស្រុង 100% ណាបាទឥឡូវខ្ញុំសាកទៅសរសេរកូដនៅក្នុងប៊ូតុង exit នេះបាទ login អាទិត្យក្រោយខ្ញុំរៀនបាទឥឡូវខ្ញុំរៀន exit សិនអញ្ចឹងពេលដែលយើងចង់សរសេរកូដក្នុងប៊ូតុង exit right click ចុចពី event action perform អញ្ចឹងហ៎ចូលមកកន្លែងកូដនេះប្រយ័ត្នប្រយែងបាទប្រយ័ត្នប្រយែងទៅសរសេរកូដគុំសរសេរកូដផ្ដេសផ្ដាស់កន្លែងណាផ្សេងប្រយ័ត្ន error ណែបាទយើងអាច switch មកការ design បានបាទយើងអាច switch ទៅ source code បានអញ្ចឹងមកសរសេរនៅកន្លែងនេះចាំទេនៅពេលណាដែលយើងចាក់ចេញពីកម្មវិធីនៅក្នុងភាសា C ឬ C++ គេប្រើ 0 ណាបាទដល់ពេលJava ដូចគ្នាយ៉ាងណាគេប្រើ system not exit so 0ដូចគ្នាណានឹងចាក់ចេញពីកម្មវិធីអញ្ចឹងពេលដែលខ្ញុំ run មកហើយខ្ញុំចុចប៊ូតុង exit កម្មវិធីនោះត្រូវបានបញ្ចប់អញ្ចឹងណាបាទឥឡូវនៅសល់ form login យើងនឹងធ្វើតទៀតនៅពេលសប្តាហ៍ក្រោយណាយើងអាច select ទាញវាទាំងអស់ហ្នឹងដើម្បីទាញដាក់នៅទីតាំងណាដែលយើងចង់ដាក់បានអញ្ចឹងហ៎បាទ
tam chất để dương prật nè nè đấy bà lắc nhung do là bên một tiêu cho một cục do là bên nè nhung cù bị đờm đó chồng chẳng hái review máu ấy thúng mà edit mà lục bị tránh và nhóm trong đâu phone việc cho property bà rồi có right click cho property bà rồi bị đặt font này nè và font cứ ai support cho môi font Unicode bà font đại lo trên cái cứ bà chữ cứ font KH bà bộ font KH nè bà bộ dương cho font môi na các bạn tại Khmer OS system ấy đa sơ srua thì tại vì dương cho font KH cứ đa lọ nè mà đôi chỉ KH mù lấy nè và mù lấy đâu font mà thì tạch xem á switch keyboard nè số mình chấu mua kẹt nẹp ní nâng lên xong lục này cho đây chơi mình chỉ cha còn đây bạn mới nào đâu con cái ok đây thì số 10 chẳng ấy bài viết ai đâu viên đây cả đáo cho tất cả property và horizontal cho nó biệt há center chẳng ấy và viết ai đâu font color bán ra rồi biệt há foreground color đấy và foreground đó mà viết ai đâu font vía đầu tiên là chúng đã có bài ton đấy cái đặt co hòn rồi đó đấy này còn sai thì ảnh đâu chỉ muốn chỗ là đấy à nè chẳng hạn cái gì đừng ai hơi nên là so mày chẳng mà được nè nè và tây cái lại ní bởi dân trong đa rút phim dân đa bàn và lớn đa rút phim chẳng mạnh nhưng ta của dân review đa rút phim chỗ mà là mấy đa rút phim bán của dân trời miền rút phim mà rút phim đấy nên chịu folder rút phim nhóm trong đại chỗ file rút phim để ai support file lo trên kia cứ PNG để ở miền tây cái đầu tí và file GPG có support đấy file BMP có support này nè file GIF có support này file GIF cứ file miền cho là nam này đấy mà bây giờ vừa file chỉ file ký tờ miền cho là nam giờ đã được trong form dưới miền cho là nam được cái điểm và đã tới miền cho là nam bà là vừa mấy đã rút phim đi cho không phải chạy dừng mờ select lên rút phim select lên folder nó thành folder này hai miền folder xây trên á bà có mọi miền folder to đấy mà miền trăm để rút phim bàn ấy bà select lên vía bà control C miền này là copy bà dưới một bài net bên dưới mà bình máu bà select lên source package bà mới nhầm đấy select lên source package control V chẳng hạn bà bên nó dương path folder for PNG bánh châu từ nóng project là bỏ dương mà này và chẳng là mấy đa rút hiệp dương đại dạng mình là mấy đa rút hiệp khi dương pra là bell ở đây là bell ở đó dương đã do nó bà dương ai pra bàn được kia nè select lên vía cho tất cả property rồi biết thả icon vì nó dương select lên folder rút hiệp dương mình dương ai đã rút hiệp để dương trang màn rồi nhé và là sao folder rút hiệp mình đứng đấy
chẳng những ai đã rút hiệp bản này đấy là những ai đã rút hiệp bản hay rút hiệp nít vừa xa rút hiệp nó vì PNG ở bên trong nào thế tại vì những đã phá vì đó vì thành đây đang vươn lấy đó thường lúc này đó chạy thử thế à nó mệt chào bạn này thưa nắp của những thưa rút hiệp nó ngay vơ thôi nè bây giờ mà đã nói vươn lại đấy chẳng những ai mình châu username và mình cho username mình cho password đây bạn chẳng nghe bạn vì dừng login bạn sao bạn crop nhưng nông bền này tặng ngọc đây chơi login nè bạn ta lớp nhưng trong đã thay thon là chạy nè đã thay thon đôi kê chắc đấy và kê miền thay thon chẳng mát nhưng ai đã thay thon bao đôi kia chẳng nghe bạn dương selectលើ form và right click cho tất cả property và form rồi khi ta property rồi khi ta thay thon chẳng nghe bạn chẳng dừng xe ấy tới với là chạy ở form nó cần làm bạn cùng những switch keyboard log ngay và trongពេលដែលយើង run ទៅយើងនឹងមានថៃថលទាំងនេះបាទការងារដែលពួកយើងត្រូវធ្វើបន្ត change icon នេះខ្ញុំចឹងណាបាទ change icon របស់ J-frame ណាខ្ញុំមើលនេះរបស់គេ change icon មែនអញ្ចឹងបាទអញ្ចឹងនៅពេលណាដែលយើង change icon អានេះបាន automatic កន្លែងនេះវានឹង change ឲ្យយើងទៅស្វ័យប្រវត្តិនៅកន្លែងនេះណាបាទយើង change ឲ្យខ្ញុំមកនេះ icon នេះបាទ search ក្នុង YouTube search ក្នុង Google បាទអានេះគេហៅថា J-frame អានេះគេហៅថា icon បាទផ្លាស់ប្ដូរហៅថាពីតែ change ណា search មើលទៅយ៉ាងហ្នឹងបាទឥឡូវការងារពួកយើងដំបូងកុំតអាច change អាហ្នឹងឲ្យខ្ញុំត្រូវការពួកយើងធ្វើឲ្យបានដូចខ្ញុំប៉ុណ្ណឹងសិនមកអញ្ចឹងហ៎បាទបានមកធ្វើឲ្យដូចរបស់ខ្ញុំប៉ុណ្ណឹងដោះយក flash មក copy ពីខ្ញុំ